ពុកម៉ែបងប្អូនជាទីគោរពរាប់អានក្រោយបទឈប់បាញ់កាលពីថ្ងៃទី27ធ្នូកន្លងទៅយើងមើលឃើញថាសាធារណមតិជាច្រើនមានការជជែកវែកញែកគ្នានៅលើបណ្ដាញសង្គមដោយចោទឡើងពាក់ព័ន្ធទៅនឹងខឿនការពីជាតិរបស់កម្ពុជាចោទសួរថាតើកម្ពុជាមានអាវុធទំនើបក្នុងកម្រិតណាតើកម្ពុជាមានអាវុធដែលអាចបាញ់ទម្លាក់យន្តហោះចម្បាំងរបស់ខ្មាំងសត្រូវបានទេបាទថាតើកម្ពុជាមានយន្តហោះចម្បាំងដែរឬទេអ្នកខ្លះក៏លើកឡើងថាកម្ពុជាមានសំណាញ់មេឃមានយន្តហោះចម្បាំងហើយសាធារណមតិជាច្រើនទៀតក៏បានលើកឡើងថាកម្ពុជាមិនមានយន្តហោះចម្បាំងមិនមានអាវុធទំនើបបាញ់ទម្លាក់យន្តហោះចម្បាំងជាហោហែ1 2 3ដែលការលើកឡើងនេះបាទគឺក្នុងស្មារតីជាតិតែមួយទេដែលមានន័យថាប្រជាជនកម្ពុជាទាំងក្នុងប្រទេសក្តីទាំងក្រៅប្រទេសក្តីគឺលោកចង់ឲ្យខឿនការពីជាតិរបស់កម្ពុជារឹងមាំចង់ឲ្យខឿនការពីជាតិរបស់កម្ពុជារីកចម្រើនកាន់តែខ្លាំងដែលមានន័យថាពួកគាត់ចង់ឲ្យកម្ពុជាមាននៅយុទ្ធោបករណ៍ទំនើបពួកគាត់ចង់ឲ្យកម្ពុជាមាននៅយន្តហោះចម្បាំងជាខឿនការពីជាតិដែលមានភាពរឹងមាំដែលមានភាពល្អប្រសើរនោះឯងបាទដែលចេតនាដែលការលើកឡើងបែបនេះគឺជាចេតនាមួយដ៏ត្រឹមត្រូវជាចេតនាមួយដែលល្អប្រសើរស្របទៅនឹងចេតនារបស់ខ្ញុំដូចគ្នារហូតមានទស្សនៈមតិមួយចំនួនដែលលោកលើកឡើងថារាជរដ្ឋាភិបាលកម្ពុជាគួរតែដកមាសក្នុងចំណែកណាមួយយកទៅលក់ហើយយកថវិកានោះដើម្បីទៅទិញនៅអាវុធដែលអាចបាញ់ទម្លាក់យន្តហោះចម្បាំងបានយកលុយទាំងនោះទៅទិញនៅយន្តហោះចម្បាំងទំនើបទាំងឡាយពីបណ្ដាប្រទេសនេះពីបណ្ដាប្រទេសនោះចំនួនប៉ុណ្ណេះដើម្បីមកការពីអធិបតេយ្យរបស់កម្ពុជាដើម្បីធ្វើឲ្យខឿនការពីជាតិរបស់កម្ពុជាខ្លាំងរឹងមាំធ្វើឲ្យសត្រូវខ្លោបខ្លាចជាដើមបាទលើកឡើងជាហោហែផ្ដល់ជាយោបល់ផ្ដល់ជាទស្សនៈដែលចង់ឲ្យរាជរដ្ឋាភិបាលយកមាសមួយចំណែកតូចទៅលក់ហើយយកថវិកាទៅទិញយន្តហោះចម្បាំងនិងអាវុធបាញ់ទម្លាក់យន្តហោះចម្បាំងជាដើមការលើកឡើងជាសាធារណមតិរបស់បងប្អូនយើងមួយចំនួនខ្ញុំមើលឃើញថាមិនមែនជាចេតនាអ្វីអាក្រក់នោះទេបាទមិនមែនជាចេតនាអាក្រក់នោះទេគឺជាចេតនាល្អដែលចង់ឲ្យខឿនការពីជាតិរបស់កម្ពុជារីកចម្រើនបាទក៏ប៉ុន្តែវាគ្រាន់តែថាអ្នកដែលលើកឡើងបែបនេះបាទសាធារណមតិដែលលោកលើកឡើងបែបនេះយើងអាចនិយាយបានថាគឺមិនទាន់ស្គាល់កម្ពុជាច្បាស់លាស់ទេបាទមិនទាន់ស្គាល់ប្រទេសកម្ពុជាច្បាស់លាស់មិនទាន់ស្គាល់ថ្នាក់ដឹកនាំកម្ពុជាច្បាស់លាស់ទេតើថ្នាក់ដឹកនាំកម្ពុជាយើងលោកពិតជាមិនបានគិតគូរទៅលើខឿនការពីជាតិនេះទេតើមិនបានបំរុងនៅសព្វមុតមិនបានបំរុងនៅយុទ្ធោបករណ៍ទាំងឡាយដើម្បីការពីជាតិមែនឬក៏យ៉ាងណាបាទតើកម្ពុជាក្រមិនមានលុយសំបីតែទិញអាវុធបាញ់ទម្លាក់យន្តហោះចម្បាំងឬតើកម្ពុជាក្រសំបីតែលុយទិញយន្តហោះចម្បាំងកម្ពុជាមិនមានឬបាទដូច្នេះការលើកឡើងរបស់សាធារណមតិដែលលោកបានពោលដែលលោកបានបញ្ចេញយោបល់ឲ្យរាជរដ្ឋាភិបាលលោកមាននៅក្នុងចំណែកតូចណាមួយដើម្បីទិញនៅអាវុធដើម្បីទិញនៅយន្តហោះចម្បាំងបាទអាចថាមិនទាន់ស្គាល់កម្ពុជាច្បាស់អាចថាមិនទាន់ស្គាល់ថ្នាក់ដឹកនាំកម្ពុជាច្បាស់បាទលោកមិនមែនទើបតែគិតគូរត្រៀមនាពេលនេះទេក៏ប៉ុន្តែគឺច្បាស់ហើយថារាជរដ្ឋាភិបាលថ្នាក់ដឹកនាំរបស់យើងលោកបានត្រៀមតាំងពី10ឆ្នាំមុនត្រៀមតាំងពី20ឆ្នាំមុនបាទត្រៀមទៅតាមអ្វីដែលជាសេដ្ឋកិច្ចជាតិកញ្ចប់ថវិកានៃខឿនការពាររបស់ជាតិបាទជាយូរយារគ្រាន់តែថាមកដល់ពេលនេះថាតើយើងត្រូវពង្រឹងបន្ថែមបែបណាទៅលើខឿនការពារជាតិទៅលើសព្វវុធទាំងឡាយដែលយើងមានដែលយើងមិនទាន់មានយើងត្រូវចាក់បំពេញបែបណាយើងមានយន្តហោះចម្បាំងឬក៏មិនមាននេះគឺគ្រាន់តែជាទស្សនៈដែលខ្ញុំលើកឡើងទេជាអ្វីដែលខ្ញុំយល់ឃើញទេបាទដែលខ្ញុំគិតថាមិនអាចមិនមាននោះឡើយក៏ប៉ុន្តែយើងចោទសួរទៀតថាចុះបើនិយាយថាមាននៅអាវុធដើម្បីបាញ់ទម្លាក់យន្តហោះមាននៅយន្តហោះចម្បាំងហេតុអ្វីក៏មិនប្រើនៅក្នុងសង្គ្រាមរយៈពេល5ថ្ងៃហេតុអ្វីបានជាមិនប្រើនៅក្នុងសង្គ្រាមរយៈពេល21ថ្ងៃដែលសៀមឈ្លានពានមកលើកម្ពុជានេះបាទត្រង់សំណួរនេះហើយដែលយើងតោងគិតពិចារណាទៅលើគំនិតទៅលើជំហរទៅលើយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំយើងបាទឥឡូវយើងសម្លឹងពិចារណាទាំងអស់គ្នាប្រសិនណាបើកម្ពុជាយើងមាននៅអាវុធបាញ់ទម្លាក់យន្តហោះដែលយើងហៅថាជាសំណាញ់មេឃជាសំណាញ់មេឃនោះនៅពេលដែលយើងប្រើប្រាស់វានៅក្នុងកាលៈទេសៈនេះតើចំណេញអ្វីបាទនៅពេលដែលយើងមានយន្តហោះចម្បាំងថាតើនៅពេលដែលយើងប្រើប្រាស់នៅក្នុងសង្គ្រាមដែលសៀមឈ្លានពានយើងនាពេលនេះតើចំណេញអ្វីចំណេញប៉ុនទឹកមួយកែវឬក៏ខាតប៉ុនទឹកមួយទន្លេបាទយើងត្រូវតោងគិតពិចារណាឲ្យបានច្បាស់លាស់ថាតើប្រសិនណាបើយើងមានអាវុធបាញ់យន្តហោះប្រសិនណាបើយើងមានយន្តហោះទំនើបតើយើងប្រើនៅក្នុងកាលៈទេសៈបែបនេះតើចំណេញដែរឬទេយើងអាចបាញ់ទម្លាក់យន្តហោះរបស់សត្រូវ
តើបត់ឈប់បាញ់ងាយនឹងកើតឡើងទេយើងអាចយកយន្តហោះចម្បាំងរបស់យើងទៅតតាំងទម្លាក់កំទេចសត្រូវនៅលើដីខ្មែរឬក៏មានអ្នកខ្លះឲ្យយោបល់ថាប្រសិនបើមានយន្តហោះគួរទម្លាក់កំទេចខ្មាំងលើទឹកដីខ្មែរហើយទម្លាក់ចូលឲ្យជ្រៅទៅលើទឹកដីរបស់ខ្មាំងដោយដែលខ្មាំងធ្វើមកលើទឹកដីខ្មែរយើងជាដើមបាទក៏ប៉ុន្តែខ្ញុំចង់សួរថាប្រសិនណាបើយើងធ្វើបែបនេះតើចំណេញអ្វីខ្លះតើបត់ឈប់បាញ់នឹងកើតមានឡើងទេតើព្រៀបរបស់កម្ពុជានឹងមានព្រៀបទៅលើភាគីសៀមទៅលើភាគីថៃដែរឬទេបាទគឺมันអាចទៅរួចនោះទេពុកម៉ែបងប្អូនយើងចង់ឲ្យសង្គ្រាមឆាប់ចប់យើងមិនចង់ឲ្យសង្គ្រាមអូសបន្លាយយូរក៏ប៉ុន្តែយើងប្រឹងរុញយើងប្រឹងញុះឲ្យរដ្ឋាភិបាលប្រើសំណាញ់មេឃឲ្យរដ្ឋាភិបាលប្រើអាវុធទំនើបនានាជាដើមប្រសិនណាបើលោកធ្វើតាមសម្ដីរបស់ពុកម៉ែបងប្អូនយើងសួរថាតើបត់ឈប់បាញ់នៅថ្ងៃទី27ខែធ្នូកន្លងទៅនេះអាចកើតមានឡើងដែរឬទេតើភាពស្ងប់ស្ងាត់ដែលកំពុងតែកើតមានឡើងនាពេលនេះថាអាចកើតមានឡើងដែរឬទេតើព្រៀបរបស់កម្ពុជានៅលើច្បាប់អន្តរជាតិសកម្មភាពការទូតនៅលើច្បាប់អន្តរជាតិតើកម្ពុជាមានព្រៀបដែរឬទេបាទគឺมันអាចនោះទេដែលហេតុដូច្នេះហើយបានជារដ្ឋាភិបាលលោកប្រឹងប្រើទឹកបាទដើម្បីពន្លត់ភ្លើងលោកមិនយកសាំងដើម្បីទៅចាក់នៅលើភ្លើងដែលកំពុងតែឆេះនៅលើដីកម្ពុជានោះទេបើយកសាំងដូចអ្វីដែលបងប្អូនស្នើឡើងមកចាក់នៅលើទឹកដីរបស់កម្ពុជាយើងគឺច្បាស់ហើយថាទំហំនៃភាពឆាបឆេះទំហំនៃភាពអន្តរាយគឺកើតមានឡើងកាន់តែខ្លាំងខ្ទេចខ្ទាំអន្តរាយគឺកាន់តែធំនោះឯងដែលហេតុដូច្នេះហើយបានជាជំរឿសដ៏ល្អបំផុតរបស់កម្ពុជារបស់ថ្នាក់ដឹកនាំយើងគឺយកទឹកដើម្បីជះទៅលើភ្លើងដែលកំពុងតែឆេះរៀលដាលមកលើដីកម្ពុជាជាទង្វើដែលគេដុតមកលើកម្ពុជាយើងនេះមួយវិញទៀតបាទតាក់ទងទៅនឹងកងទ័ពរបស់សៀមដែលកំពុងតែឈរជើងនៅលើបូរណភាពទឹកដីកម្ពុជា14ទីតាំងដែលយើងមើលឃើញថាក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិលោកក៏បានចេញលិខិតតវ៉ាយ៉ាងខ្លាំងក្លាផងដែរដោយបញ្ជាក់ច្បាស់បាទថានាពេលនេះថៃគឺពិតជាបានឈរជើងបំពេញរំលោភបំពេញមកលើអធិបតេយ្យរបស់កម្ពុជាចំនួន14ទីតាំងពិតប្រាកដមែននៅក្នុងខេត្តទាំង4បាទដែលមានខេត្តបន្ទាយមានជ័យឧត្តរមានជ័យខេត្តពោធិ៍សាត់ខេត្តព្រះវិហារទាំង4ខេត្តនេះគឺ14ទីតាំងដែលថៃបានឈរជើងដែលថៃបានរំលោភបំពានបាទយើងសួរថាតើចេតនានៃការប្រកាសបែបនេះរបស់ក្រសួងការបរទេសកម្ពុជាតើជាចេតនាបែបណាបាទជាចេតនាបែបណាយើងត្រូវមើលចំហឲ្យច្បាស់របស់កម្ពុជាគឺចង់បញ្ជាក់បង្ហាញទៅកាន់ពិភពលោកបង្ហាញទៅកាន់អន្តរជាតិឲ្យបានដឹងច្បាស់ថានាពេលនេះគឺសៀមជាអ្នកឈ្លានពានកម្ពុជា 100% សៀមគឺជាអ្នកដែលខុស 100%ផុសតាងគឺមានជាក់ស្ដែងមិនថាវីដេអូមិនថារូបភាពមិនថាផុសតាងដែលកើតមានឡើងដែលសៀមបង្កភាពអន្តរាយនៅលើទឹកដីកម្ពុជានាពេលនេះជាហូហែគឺមានសពគ្រប់បែបយ៉ាងទាំងអស់បាទដូច្នេះខ្ញុំអាចសន្និដ្ឋានជាទស្សនៈយោបល់ដែលខ្ញុំមើលឃើញទេនេះគ្រាន់តែជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំកម្ពុជាយើងតែប៉ុណ្ណោះបាទដែលមានន័យថាចំណុចទី1ការដកថយដែលធ្វើឲ្យសត្រូវមានឱកាសឈរជើងនៅលើទឹកដីកម្ពុជាគឺគ្រាន់តែដើម្បីប្រមូលខុសតាគឺគ្រាន់តែដើម្បីបញ្ជាក់ទៅកាន់អន្តរជាតិបញ្ជាក់ទៅកាន់ពិភពលោកថាសៀមនាពេលនេះថៃនាពេលនេះគឺពិតជាបានរំលោភបំពានមកលើកម្ពុជា 100% ពិតជាបានឈ្លានពានមកលើកម្ពុជាប្រកាសមែនបាទដោយដែលបានឃើញឈរជើងនៅលើ14ទីតាំងលើអធិបតេយ្យរបស់កម្ពុជាទី2ការដកថយរបស់កម្ពុជាដែលធ្វើឲ្យសត្រូវអាចឈរជើងនៅលើទឹកដីរបស់កម្ពុជាគឺគ្រាន់តែជាយុទ្ធសាស្ត្រដែលធ្វើឲ្យសៀមមានអំនួតដែលធ្វើឲ្យសៀមស្រវឹងទៅនឹងអំនួតដែលខ្លួនគិតថាខ្លួនឈ្នះខ្មែរដែលខ្លួនគិតថាខ្លួនមានព្រៀបលើទ័ពកម្ពុជាតែប៉ុណ្ណោះបាទដែលយើងអាចនិយាយបានថាជាយុទ្ធសាស្ត្រដែលធ្វើឲ្យសត្រូវមើលឃើញថាយើងខ្សោយគេអាចធ្វើបាបយើងបានដែលធ្វើឲ្យសត្រូវមិនបន្តប្រុងប្រៀបមិនបន្តពង្រឹងសមត្ថភាពរបស់ខ្លួនជាដើមបាទចំណែកឯយុទ្ធសាស្ត្រទី3គឺជាការដកថយដើម្បីរក្សាជំហរដកថយដើម្បីពង្រឹងកម្លាំងរបស់ខ្លួនបាទពុកម៉ែបងប្អូនយើងលោកត្រូវដឹងថាសៀមដែលឈ្លានពានយើងអាចឈរជើងបាននៅលើទីតាំងទាំង14នេះគឺកើតមានឡើងអំឡុងពេលដែលគៀកទៅនឹងបត់ឈប់បាញ់ដែលកើតមានឡើងបាទដូច្នេះអាចនិយាយបានថាថយដើម្បីយកព្រៀបក៏ថាបានបាទថយដើម្បីយកផុសតាងក៏ថាបានពិតណាស់ក្រោយបត់ឈប់បាញ់កើតមានឡើងយើងមើលឃើញថាយុទ្ធសាស្ត្រវិធានរបស់កម្ពុជាគឺអនុវត្តទៅលើជំហរទៅលើជំហានជាបន្តបន្ទាប់ដែលជំហានទី1ដោយដែលយើងបានឃើញហើយថាប្រឹងទាញថៃឲ្យអនុវត្តគោរពទៅនឹងច្បាប់អន្តរជាតិដដែលដោយប្រកាសមិនទទួលស្គាល់នៅខ្សែបន្ទាត់ព្រំដែនដែលកើតឡើងដោយកម្លាំងយោធាហើយទាញថៃឲ្យអនុវត្តគោរពទៅនឹងសន្ធិសញ្ញាគោរពទៅនឹងច្បាប់អន្តរជាតិផែនទីអន្តរជាតិដដែលបើទោះបីណាជាយើងមើលឃើញថានាពេលនេះ
ថៃតបរបស់ថៃគឺបានឈរនៅលើទឹកដីកម្ពុជាចំនួន14ទីតាំងរំលោភបំពានមកលើអធិបតេយ្យកម្ពុជាបង្កើតបាតុភិបដូចជាការលួចទ្រព្យសម្បត្តិទាំងឡាយរបស់ប្រជាជនកម្ពុជារបស់ប្រជាពលរដ្ឋកម្ពុជានៅតាមផ្ទះសម្បែងជាដើមគឺសុទ្ធតែជាផុសតាងគឺសុទ្ធតែជាកំហុសកើតមានឡើងជាហូរហែជាបន្តបន្ទាប់របស់សៀមដែលនឹងចាញ់ព្រៀបកម្ពុជាយើង 100% បាទដែលចំណុចនេះដែលយន្តការនេះឲ្យបានជាខ្ញុំមើលឃើញថាការទូតរបស់កម្ពុជាគឺនៅតែបន្តឈ្នះថៃដដែលបើថៃមានជំហរដោះស្រាយជាមួយកម្ពុជាយើងតាមយន្តការផ្លូវច្បាប់បាទតាមយន្តការគោរពទៅនឹងច្បាប់អន្តរជាតិរបៀបវិរៈដែលកំពុងតែកើតមានឡើងនាពេលនេះគឺប្រកាសឲ្យថាកម្ពុជានឹងឈ្នះថៃ 100% កម្ពុជានឹងមានព្រៀបទៅលើថៃអាចយកដីដែលថៃកំពុងតែឈរជើងបានហើយអាចធ្វើឲ្យថៃបង់សងនៅរាល់ការខូចខាតទាំងឡាយមកលើកម្ពុជាយើងបានទៀតបាទក៏ប៉ុន្តែនីតិវិធីនេះគឺមិនមែនតិចឆ្នាំទេគឺជានីតិវិធីដែលត្រូវប្រើប្រាស់ពេលវេលាដ៏យូរត្រូវប្រើប្រាស់ពេលវេលាដើម្បីដោះស្រាយចំនួនសម្របសម្រួលអង្គហេតុជាបន្តបន្ទាប់នីតិវិធីនៃកិច្ចប្រជុំជាហូរហែបើដំណើរការនីតិវិធីការងារបានល្អប្រសើរហើយទទួលបានលទ្ធផលផ្លែផ្កាគឺយើងអបអរសាទរបាទអាចបិទបញ្ចប់ចំនួនបានគឺល្អប្រសើរអាចបិទបញ្ចប់អរិភាពបានគឺល្អប្រសើរអាចបិទបញ្ចប់សង្គ្រាមបានគឺរឹតតែល្អប្រសើរបាទក៏ប៉ុន្តែបើផ្លូវក្រោយបាត់ជប់បាញ់នៅតែមានភាពផុយស្រួយដែលមានន័យថាថៃនៅតែប៉ងធ្វើសង្គ្រាមឈ្លានពានកម្ពុជាជាលើកទី3សួរថាតើយើងចំណេញអ្វីយើងក៏អាចចំណេញបានពេលវេលានៅអំឡុងពេលដែលបាត់ជប់បាញ់កើតមានឡើងនាពេលនេះដែរយើងអាចត្រៀមខ្លួនយើងអាចរៀបចំនៃយុទ្ធសាស្ត្រទាំងឡាយបាទជាយុទ្ធសាស្ត្រដែលយើងអាចធានាថានឹងអាចការពារបូរណភាពទឹកដីរបស់យើងបានហើយឈរទៅលើសកម្មភាពការទូតត្រឹមត្រូវដដែលបាទយើងសាកគិតទៅមើលប្រសិនណាបើថៃបង្កជាបញ្ហាបង្កើតជាសង្គ្រាមកើតមានឡើងជាលើកទី3សួរថានៅពេលដែលអន្តរជាតិទទួលស្គាល់ថាថៃគឺឈ្លានពានមកលើកម្ពុជាថៃគឺជាអ្នកខុសនៅពេលដែលសហគមន៍អន្តរជាតិទទួលស្គាល់បែបនេះយើងសួរថាកម្ពុជានឹងឆ្លើយតបវិញដោយអាវុធប្រភេទណាកម្ពុជានឹងប្រើប្រាស់អាវុធនៅក្នុងលំដាប់ណាបាទដើម្បីឆ្លើយតបទៅនឹងសៀមដែលឈ្លានពានមកកម្ពុជាជាលើកទី3ពិតណាស់ថាក្នុងរយៈកាលសង្គ្រាម2លើក5ថ្ងៃក្តី21ថ្ងៃក្តីគឺកម្ពុជាយើងបានឃើញបានយល់ច្បាស់ថាថៃបានប្រើប្រាស់នៅសព្វាវុធប្រភេទណាប្រើប្រាស់នៅយន្តហោះចម្បាំងអាវុធទំនើបរថក្រោះរថពាសដែកជាច្រើនប្រភេទវាយប្រហារមកលើកម្ពុជាក៏ប៉ុន្តែថៃមិនប្រកាសថាស្គាល់អាវុធរបស់កម្ពុជាអស់នោះទេអាវុធទំនើបរបស់កម្ពុជាដែលកម្ពុជាមិនទាន់បានប្រើប្រាស់បើដល់ពេលវេលាដែលត្រូវតបតបាទដែលដល់ពេលវេលាសមហេតុផលដែលត្រូវឆ្លើយតបគឺប្រកាសហើយថាកម្ពុជានឹងបញ្ចេញហើយបាទមិនទុកនោះទេដើម្បីការពារបូរណភាពទឹកដីដើម្បីការពារអធិបតេយ្យរបស់កម្ពុជាយើងបាទពីព្រោះថាមកទល់នឹងពេលនេះបទឈប់បាញ់ក៏នៅតែមានភាពផុយស្រួយដដែលដែលមានន័យថាការប្រជុំមុខដាក់គ្នាដោយកម្លាំងការបង្កជាបញ្ហាបង្កើតជាសង្គ្រាមពីខាងភាគីសៀមហ្នឹងគឺនៅតែមានភាគរយខ្ពស់បាទដែលធ្វើមកលើកម្ពុជាយើងអ្វីដែលយើងធ្វើនាពេលនេះគឺមានតែការប្រឹងពង្រឹងនៅខឿនការពីជាតិឲ្យកាន់តែល្អប្រសើរអ្វីដែលមានគឺយើងបំពេញបន្ថែមឲ្យកាន់តែរឹងមាំអ្វីដែលមិនទាន់មានយើងប្រឹងចាក់បញ្ចូលបន្ថែមឲ្យកាន់តែល្អប្រសើរបាទជាពិសេសគឺកម្លាំងសាមគ្គីរបស់គ្រួសារខ្មែរយើងសូមឲ្យនៅបន្តស្មារតីសាមគ្គីខ្លាំងក្លាបែបនេះសូមបន្តជឿជាក់បាទជឿជាក់ទៅលើរាជរដ្ឋាភិបាលជឿជាក់ទៅលើថ្នាក់ដឹកនាំយើងដែលលោកកំពុងតែធ្វើសកម្មភាពការទូតធ្វើនៅយុទ្ធសាស្ត្រជាបន្តបន្ទាប់ដើម្បីយកឈ្នះទៅលើសត្រូវទៅលើបច្ចាមិត្តដែលកំពុងតែធ្វើទុកបុកម្នេញមកលើយើងនាពេលនេះមួយវិញទៀតពុកម៉ែបងប្អូនយើងខ្ញុំក៏បានឃើញនៅលើបណ្ដាញសង្គមដែលមានការលើកឡើងតាក់ទងទៅនឹងការប្តឹងទៅកាន់សហរដ្ឋអាមេរិកប្តឹងទៅកាន់សេតវិមានជាដើមឲ្យថៃបង់សងមកលើកម្ពុជានៅអ្វីដែលថៃបានបំផ្លាញមកលើកម្ពុជាហេដ្ឋារចនាសម្ព័ន្ធទាំងឡាយផ្ទះសម្បែងឬក៏ទីតាំងស្ពាននានាជាដើមដែលគិតជាសាច់ប្រាក់បឋមមិនក្រោម$300,000 លានទេជាសំណងដែលទាមទារឲ្យសងមកកាន់កម្ពុជាក៏ប៉ុន្តែរឿងនេះមិនមែនជារឿងអត្តភាពបាទទី1សម្រាប់កម្ពុជាទេវាគឺជារឿងចុងក្រោយអ្វីដែលកម្ពុជាលោកកំពុងតែធ្វើថ្នាក់ដឹកនាំលោកកំពុងតែធ្វើនាពេលនេះគឺជាការដោះស្រាយបញ្ហានៅចំពោះមុខព្យាយាមបិទបញ្ចប់អារភាពជាពិសេសគឺតាក់ទងទៅនឹងការវាស់វែងខណ្ឌសីមាព្រំដែនខ្សែព្រំដែនឲ្យច្បាស់លាស់បាទដែលជាខ្សែព្រំដែនអន្តរជាតិដែលយើងតែងតែទាញភាគីថៃឲ្យមកគោរពទៅនឹងច្បាប់អន្តរជាតិនោះឯងបាទយើងប្រកាសឲ្យជំហររបស់កម្ពុជាគឺមិនទទួលស្គាល់ខ្សែព្រំដែនទាំងឡាយណាកែប្រែដោយកម្លាំងយោធាទេបាទកម្ពុជាមិនទទួលស្គាល់ទេក៏ប៉ុន្តែយើងទទួលស្គាល់នៅខ្សែព្រំដែនគោរពទៅតាមច្បាប់អន្តរជាតិខេត្តទីអនុលោមទៅតាមច្បាប់អន្តរជាតិតម្កល់នៅឯអង្គការសហប្រជាជាតិតម្កល់នៅឯតុលាការយុត្តិធម៌អន្តរជាតិជាដើម
បាទដូច្នេះខ្ញុំមានតែបន្តតាមដាននិងបន្តធ្វើបច្ចុប្បន្នភាពខ្លីៗពីព្រឹត្តិការណ៍សំខាន់ៗគោរពជម្រាបជូនលោកអ្នកបាទសូមអរគុណ